បាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបារាំងហើយថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងបាទជាមួយនឹងទស្សនវិជ្ជានៅក្នុងហាងទាំងមូលរបស់ខ្ញុំតែម្ដងបាទអ្វីដែលសំខាន់នោះគឺហាងរបស់ខ្ញុំគឺមានទទួលខោអាវបាទបោកកាផ្លេបាទមានន័យថាបោកអ៊ុតបោកគីឡូបាទហាលខ្លួនឯងបោកគីឡូឲ្យខ្ញុំហាលឲ្យវាខ្ចប់បាទបោកភួយបោកមុងបោកបាទសម្លៀកបំពាក់គ្រប់ប្រភេទទាំងអស់បាទសម្រាប់តម្រូវការរបស់អតិថិជនដែលចង់បានបាទអ្វីដែលសំខាន់មួយទៀតនោះគឺហាងយើងខ្ញុំគឺបើកនៅម៉ោងបាទ7ព្រឹកបាទរហូតទៅដល់ម៉ោង8យប់បាទអញ្ចឹងគឺបើកជារៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យតែម្ដងហើយខាងពួកខ្ញុំនេះគឺឈប់សម្រាកតែថ្ងៃបុណ្យជាតិធំទេបាទដូចជាថ្ងៃចូលឆ្នាំភ្ជុំបិណ្ឌបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បោកអ៊ុតអាចយកមកខាងយក្សារបស់ខ្ញុំបានគឺយក្សាលូ5-4បាទគឺនៅចិត្តផ្លូវទ្រង់មាន់បាទនៅស្ទឹងមានជ័យ3យើងនេះបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់បាទបើកនៅអាជីវកម្មបោកអ៊ុតពុកម៉ែបងប្អូនដឹងស្រាប់ហើយថាការបើកនៅអាជីវកម្មបោកអ៊ុតនេះអ្វីដែលសំខាន់បំផុតគឺយើងត្រូវមានម៉ាស៊ីនបាទយ៉ាងម៉ាស៊ីនបោកណាយ៉ាងហោចណាស់ក៏3ម៉ាស៊ីនដែរបាទហើយតាក់ទងនឹងរឿងដែលសំខាន់បំផុតហ្នឹងគឺចំណេះជំនាញនៅក្នុងការបោកអ៊ុតបាទបើយើងគិតថាបោកអ៊ុតមើលទៅវាហាក់បីដូចជារឿងមួយសាមញ្ញទេបាទអ្នកណាក៏ចេះបោកដែរបាទសូម្បីតែកូនក្មេងហ្នឹងក៏ចេះបោកដែរប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងត្រូវការសិក្សារៀនសូត្របាទតាក់ទងជាមួយនឹងចំណេះជំនាញនៃការបោកអ៊ុតនោះបាទអញ្ចឹងតាក់ទងជាមួយនឹងការរៀនសូត្រហ្នឹងមានអីខ្លះបាទអញ្ចឹងគឺផ្ដោតទៅលើសំខាន់បាទគឺមានការបែងចែកជាច្រើនបាទនៅក្នុងការបោកអ៊ុតបាទយើងសិក្សាពីផលិតផលបាទជាក់ស្ដែងបាទពីព្រោះនៅក្នុងវិស័យបោកអ៊ុតនេះយើងមានបាទផលិតផលផ្សេងគ្នានៅក្នុងការប្រើប្រាស់ទៅលើខោអាវបាទរបស់ភ្ញៀវនីមួយបាទពីព្រោះយើងដឹងហើយថាខោអាវមិនមែនមានន័យថាមានតែខោអាវសសុទ្ធទេនៅក្នុងនោះគឺមានពណ៌ផ្សេងគ្នាចម្រុះអញ្ចឹងកាលណាតែយើងអត់បានសិក្សារៀនសូត្រនឹងការប្រើប្រាស់ទៅលើផលិតផលនឹងឲ្យបានច្បាស់លាស់អញ្ចឹងការប្រើប្រាស់ទៅលើខោអាវរបស់ភ្ញៀវប្រកបណាស់គឺពិតជាខូចហើយបាទអញ្ចឹងអ្វីដែលសំខាន់នោះគឺខ្ញុំចង់បាទបង្ហាញអ្នកទាំងអស់គ្នាបាទចង់ណែនាំឲ្យអ្នកទាំងអស់គ្នាមុននឹងបើកហាងបោកអ៊ុតបាទអ្នកទាំងអស់គ្នាត្រូវទៅសិក្សារៀនសូត្របាទទាក់ទងជាមួយនឹងចំណេះជំនាញបោកអ៊ុតនេះឲ្យច្បាស់បន្ទាប់មកបាទអ្នកទាំងអស់គ្នាអាចបើកបាទហាងបោកអ៊ុតមួយដំណើរការបានទៅដោយរលូនបាទមិនមានឧបសគ្គអ្វីនោះទេហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាអាជីពនេះគឺជាអាជីពមួយសម្រាប់យើងអ្នកនៅផ្ទះបាទអញ្ចឹងជាទូទៅគេថាជាអាជីពមួយផ្ដោតទៅលើស្ត្រីទេប៉ុន្តែសម្រាប់ខ្ញុំអត់គិតចឹងទេបាទអាជីពនេះគឺមិនផ្ដោតទៅលើតាស្ត្រីមេផ្ទះទេបរិសយើងក៏អាចធ្វើបានដែរយ៉ាងណាមិញដូចជាខ្ញុំបាទអញ្ចឹងបាទអញ្ចឹងអ្វីដែលសំខាន់នោះវាតាក់ទងទៅនឹងចំណង់ចំណូលចិត្តរបស់យើងថាតើយើងធ្វើវាបានល្អដល់កម្រិតណាបាទបើយើងមើលនឹងភ្នែកទទេណាអ្នកទាំងអស់គ្នាមើលទៅវាសាមញ្ញធម្មតាទេប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមចូលប្រឡូកនៅក្នុងវិស័យបោកអ៊ុតនេះគឺរយៈពេលបាទជិត4ឆ្នាំនេះគឺខ្ញុំគិតថាការបោកអ៊ុតនេះគឺមិនមែនជារឿងធម្មតាទេបាទមិនមែនជារឿងធម្មតាទេពីព្រោះយើងត្រូវការបាទពិនិត្យបាទទៅលើស្នាមប្រឡាក់ខោអាវនីមួយនោះគឺច្រើនបាទស្នាមប្រឡាក់ការប្រើប្រាស់ផលិតផល
បាទជំនាញនៃការប្រើម៉ាស៊ីនបាទអញ្ចឹងបានយើងបានយើងត្រូវទាមទារឲ្យយើងទៅសិក្សារៀនសូត្រហើយការងារនេះបាទជាការងារមួយដែលយើងនៅជុំបាទនឹងគ្រួសាររបស់យើងបាទធ្វើត្បិតតែជាការងារមួយដែលយើងហត់បន្តិចទៅពិតមែនប៉ុន្តែសេចក្តីសុខបាទជួបជុំគ្រួសាររបស់យើងគឺមានបាទពេញមួយថ្ងៃយើងអាចផ្លាស់ប្ដូរគ្នាជួយគ្នាទៅវិញទៅមកបាទប្តីប្រពន្ធរបស់យើងហ្នឹងឧទាហរណ៍ថាខ្ញុំរវល់បោកខោអាវអញ្ចឹងគ្រួសារខ្ញុំហ្នឹងគាត់អាចបាទទៅមើលកូនបាទបន្ទាប់ពីមើលកូនអូនគេងអីអញ្ចឹងទៅគឺគាត់មកបាទដាំបាយស្លុកអីចឹងទៅហើយបន្ទាប់ពីខ្ញុំរួចពីការងាររបស់ខ្ញុំអាចទៅជួយបាទជំនួសដៃជើងរបស់គាត់ដូចជាមើលកូនបាទជំនួសគាត់ម្ដងឬក៏ធ្វើនេះធ្វើនោះបាទទៅតបនៅក្នុងផ្ទះអីជាដើមចឹងទៅបាទអញ្ចឹងបើយើងគិតទៅថាការបាពុតនេះវាជាតូចតាចមួយប៉ុន្តែបើយើងបាទផ្ចិតផ្ចង់និងផ្ដោតទៅលើវិស័យនេះឲ្យពិតប្រាកដបាទគឺវាជាមុខរបរមួយដែលធ្វើឲ្យយើងនឹងបាទមានសេចក្តីសុខនៅក្នុងគ្រួសារដោយមិនកង្វល់តាក់ទងជាមួយនឹងការចាយវាយប្រចាំថ្ងៃបាទពីព្រោះធ្វើត្បិតតែវាជាការងារមួយដែលមនុស្សជាទូទៅមិនសូវជាផ្ដល់តម្លៃឲ្យប៉ុន្តែខ្ញុំគិតថាការងារនេះគឺវាស័ក្តិសមបាទជាមួយនឹងមនុស្សយើងដែលយើងចង់បាទនៅចិត្តគ្រួសារបាទដែលយើងចង់នៅចិត្តគ្រួសារអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់នៅចិត្តក្រុមគ្រួសារអាចបាទពិចារណាតាក់ទងជាមួយនឹងមុខរបរនេះមួយបានបាទហើយចំពោះការសិក្សារៀនសូត្រគឺមិនប្រើប្រាស់រយៈពេលយូរទេបាទគឺឆាប់ទេបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលត្រូវការបាទបើកនៅមុខរបរនេះពុកម៉ែបងប្អូនអាចទៅសិក្សារៀនសូត្រពីក្រុមហ៊ុនយក្សាបានបាទហើយគេនឹងមានការចេញវិញ្ញាបនបត្រឲ្យបាទយ៉ាងណាមិញក៏ដូចជាខ្ញុំបានជាដើមបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះទេអ្វីដែលសំខាន់គឺខ្ញុំចង់បញ្ជាក់ថាមុខរបរនេះធ្វើត្បិតតែជាមុខរបរធម្មតាប៉ុន្តែជាមុខរបរមួយដែលអាចរកប្រាក់ចំណូលឲ្យយើងបានយ៉ាងល្អបាទអរគុណជំរាបលា